trongនិយាយថារឿងហួសចិត្តបានកើតឡើងនៅម៉ោង1អាត្រៀតជាភ្លឺបងប្អូនទស្សនាវីដេអូខ្ញុំបងប្អូននឹងដឹងហើយថាមានរឿងអីបាទប្រពន្ធខ្ញុំមិនដឹងថាម៉េចទេណាក៏ចុះទៅក្រោមជ្រៃឆ្លាខ្ញុំថាមានអ្វីសង្ស័យមានប្រុសម្នាក់ទិញស្អីមកឲ្យនៅក្រៅហើយខ្ញុំសង្ស័យខ្ញុំដើរមកមើលតាមតែគាត់មានអីប្លែកដូចប្លែកអត់យល់ទេស៊ូគាត់ថាគាត់ទៅណាម៉ោង1ម៉ោង2យប់ហើយនេះចាក់សោតាណាទៀតគាត់ថាអត់អីទេឥឡូវបងប្អូនទៅទៀតដឹងហើយថាមានរឿងអីសាហាវណាស់សាហាវបំផុតនឹកស្មានមកដល់ថាម៉ោង1ម៉ោង2យប់ហើយហេតុអីក៏គាត់ចង់ចេញទៅក្រៅផ្ទះឥឡូវបងប្អូនទស្សនាទាំងអស់គ្នាហើយសើចញញឹមហើយបកដៃយើងទៅមើលទៀតណាឥឡូវយើងចង់ដឹងថាបងប្អូនឥឡូវជួយមើលជួយសាកសីមួយខ្ញុំតែគាត់មកធ្វើស្អីស្មើហ្នឹងហ្នឹងម៉ោង1ម៉ោង2យប់ហើយម៉ែនេះមកកាក់ឃ្លានមកកាក់លោកអើព្រះម៉ាហ្នឹងហីจะเก่า ផ្លែល្អណាស់ ก็ย่อย អូយ បងប្អូនណាឃ្លានមកកាក់តែយប់2 11ហើយ មួយទៀតហ្នឹងគេញ៉ាំមួយទៀតអូ ធម្មជាតិដើមខ្លួនឯងបងប្អូនណាស្រួយឆ្ងាញ់ ឆ្ងាញ់បងប្អូនហាមកទៀតហា តែគេមានអីគេមានណាបងប្អូនអើយនេះជឿហើយឃ្លាននឹងយប់បណ្ដោយ